ពីបាក់តាមដានព័ត៌មានវិក័យប័ត្រអគ្គិសនីមែនទេឥឡូវនេះលោកអ្នកអាចធ្វើការតាមដាននិងពិនិត្យព័ត៌មានវិក័យប័ត្រអគ្គិសនីប្រចាំខែតាមរយៈកម្មវិធី EDC App កម្មវិធី EDC App ជាកម្មវិធីទូរស័ព្ទដៃមួយដែលអនុញ្ញាតឲ្យអតិថិជនរបស់អគ្គិសនីកម្ពុជាទាំងអស់ធ្វើការពិនិត្យព័ត៌មានវិក័យប័ត្រអគ្គិសនីប្រចាំខែប្រវត្តិប្រើប្រាស់អគ្គិសនីសារជួបដំណឹងនៅពេលមានវិក័យប័ត្រថ្មីវិក័យប័ត្រជិតផុតកំណត់ការបង់ប្រាក់បានជោគជ័យនិងសារជួបដំណឹងផ្សេងទៀតពីអគ្គិសនីកម្ពុជាមិនតែប៉ុណ្ណោះអតិថិជនរបស់អគ្គិសនីកម្ពុជាអាចធ្វើការស្នើសុំសេវាកម្មអគ្គិសនីតាមរយៈអនឡាញនៅក្នុងកម្មវិធីនេះបានផងដែរជាពិសេសជាងនេះទៅទៀតលោកអ្នកក៏អាចធ្វើការទូទាត់វិក័យប័ត្រប្រចាំខែតាមរយៈកម្មវិធីនេះបានយ៉ាងងាយស្រួលដើម្បីធ្វើការបង់ប្រាក់សូមលោកអ្នកចូលទៅកាន់កម្មវិធី EDC App ចុចលើពាក្យបង់ប្រាក់ពិនិត្យមើលទឹកប្រាក់ដែលលោកអ្នកត្រូវទូទាត់លោកអ្នកក៏អាចបង់ប្រាក់ទុកសម្រាប់ទូទាត់វិក័យប័ត្រខែក្រោយបានផងដែរពេលរួចរាល់សូមចុចពាក្យយល់ព្រមជ្រើសរើសធនាគារជាដៃគូដើម្បីទូទាត់រួចចុចធ្វើបន្តនៅពេលឆាប់ៗខាងមុខនេះនឹងមានធនាគារជាដៃគូជាច្រើនទៀតសម្រាប់ជាជម្រើសក្នុងការទូទាត់របស់លោកអ្នកពិនិត្យមើលប្រតិបត្តិការត្រូវបង់ប្រាក់រួចចុចពាក្យប៊ូតុងយល់ព្រមការទូទាត់របស់លោកអ្នកបានជោគជ័យករណីមានទីតាំងប្រើប្រាស់ចរន្តច្រើនលោកអ្នកពុំពិបាកក្នុងការទូទាត់ម្ដងមួយវិក័យប័ត្រទៀតឡើយដោយគ្រាន់តែចុចប៊ូតុងទូទាត់តែម្ដងលោកអ្នកនឹងអាចទូទាត់វិក័យប័ត្រគ្រប់ទីតាំងទាំងអស់បានយ៉ាងងាយស្រួលដើម្បីបង់ប្រាក់ម្ដងច្រើនគណនីសូមលោកអ្នកចូលទៅកាន់កម្មវិធី EDC App ចុចលើពាក្យបង់ប្រាក់តាមគណនីជ្រើសរើសគណនីដែលលោកអ្នកត្រូវទូទាត់បន្ទាប់មកចុចពាក្យបង់ប្រាក់ជ្រើសរើសធនាគារជាដៃគូដើម្បីទូទាត់រួចចុចធ្វើបន្តនៅពេលឆាប់ៗខាងមុខនេះនឹងមានធនាគារដៃគូជាច្រើនទៀតសម្រាប់ជាជម្រើសក្នុងការទូទាត់របស់លោកអ្នកពិនិត្យមើលប្រតិបត្តិការត្រូវបង់ប្រាក់រួចចុចប៊ូតុងយល់ព្រមការទូទាត់របស់លោកអ្នកបានជោគជ័យតាមចាំអីទៀតដល់កម្មវិធី EDC App ឥឡូវនេះ